នៅក្នុងរដ្ឋ Queensland នេះមិនមែនមានតែដើមស្អំទេដែលគេហាមមិនឲ្យដាំគឺនៅមានដំណាំផ្សេងៗទៀតហើយបើបងប្អូនចង់ដឹងច្បាស់ចាចូលទៅក្នុង website គេផ្ទាល់ហើយ search ពាក្យចាដំណាំដែលហាមមិនឲ្យដាំនៅក្នុងរដ្ឋ Queensland បងប្អូននឹងឃើញហើយថ្ងៃមុនខ្ញុំនិយាយពីរឿងការហាមមិនឲ្យដាំដើមស្អំនៅក្នុងរដ្ឋ Queensland ហើយឃើញមានបងប្អូនមួយចំនួនគាត់ comment សួរខ្លាំងមែនទែនគាត់ថាគាត់មិនដែលដឹងសោះគាត់ទៅតែដឹងនឹងឯងហើយថ្ងៃមុនខ្ញុំនិយាយច្រឡំមាត់បន្តិចខ្ញុំនិយាយថាដើមស្អំហ្នឹងគឺជាប្រភេទរុក្ខជាតិវល្លិតាមពិតខ្ញុំមិនចង់និយាយចេះខ្ញុំចង់និយាយថាដើមស្អំហ្នឹងវាតោងដើមផ្សេងដូចជាវល្លិអញ្ចឹងពីព្រោះដើមស្អំនេះគឺវាលូតខ្ពស់ចាហើយត្រូវការជើង support ចាអញ្ចឹងបើសិនជាវាដុះនៅក្នុងព្រៃហើយអត់មានជើងទ្រឬក៏ដើមឈើ support គឺវាតោងដើមឈើផ្សេងខ្ញុំនិយាយអញ្ចឹងប្រកាសជាមានបងប្អូនមួយចំនួនឆ្ងល់ទៀតដែរចាំបាច់ជើងទ្រជើង support អីចាបងប្អូនទាំងអស់គ្នាការគិតរបស់ជនជាតិអាស៊ីយើងហើយនិងការគិតរបស់ជនជាតិអូស្ត្រាលីគឺខុសគ្នាដាច់តែម្ដងចានៅក្នុងប្រទេសខ្មែរយើងគឺយើងគិតថាដើមស្អំគឺយើងកាត់ចាកុំឲ្យវាលូតខ្ពស់អាហ្នឹងគឺសម្រាប់យើងដាំហើយយើងមានអ្នកមើលថែតែនៅក្នុងប្រទេសអូស្ត្រាលីនេះអ្នកជំនាញគេនិយាយថាដើមស្អំហ្នឹងគឺវាលូតពី5ម៉ែត្រទៅ7ម៉ែត្រចឹងបើសិនជាវាដោះរាលដាលនៅក្នុងព្រៃហើយអត់មានអ្នកមើលថែបងប្អូនសាកគិតមើលចាគឺវាប្រកាសជាត្រេតទៅលើដើមឈើផ្សេងទៀតដែលនៅក្បែរវាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដើមឈើដែលដុះក្បែរខ្លួនវាហើយវាប៉ះពាល់ដល់សត្វព្រៃដោយសារវាមានបន្លាចាហើយវាប៉ះពាល់ដល់មនុស្សទៀតហើយជាពិសេសហ្នឹងគឺគេបារម្ភក្រែងលោដើមស្អំនេះវាដុះរីករាលដាលទៅតាមមាត់ទឹកបងប្អូនចាវាធ្វើឲ្យប៉ះពាល់ដល់សត្វចឹងបើសិនជាបងប្អូនចង់សើចពាក្យថាស្អំនៅក្នុងប្រព័ន្ធអ៊ីនធឺណិតចាបងប្អូនវាយពាក្យថាចាអំចា CHA ហើយ OM ចាអំនឹងឃើញហើយនៅក្នុង website របស់ក្រសួងជីវៈចម្រុះហ្នឹងគេនិយាយថាបើសិនជាយើងឃើញអ្នកណាដាំដើមស្អំឬលក់ដើមស្អំគឺគេឲ្យ report ទៅខាងក្រសួងរយៈពេល24ម៉ោងនិយាយទៅគឺទោសរៀងធ្ងន់ធ្ងរដែរអញ្ចឹងហើយទៅខ្ញុំអត់ហ៊ានដាំទេហើយក៏មានបងប្អូនចាខ្មែរយើងមួយចំនួនផ្ញើសារមកខ្ញុំសួរខ្ញុំនឹងមានដើមស្អំលក់អត់ខ្ញុំអត់មានទេនិយាយទៅខ្ញុំក៏អត់ហ៊ានដាំដែរគឺខ្លាចគេផាកចាតែគេឃើញគឺគេឲ្យយើងដកចោលហើយគេផាកជាលុយទៀតហើយអ្នកដែលដាំបងប្អូនអើយគឺគាត់ដាំទាំងលួចលាក់ទាំងភ័យដែរទេហ្នឹងហើយមានអ្នកលួចលាក់ដាំគឺមានប៉ុន្តែខ្ញុំអត់ដឹងអ្នកណាទេបងប្អូនដែលមកលេងប្រទេសអូស្ត្រាលីឬក៏មកនៅអូស្ត្រាលីត្បូងអីតែច្រឡំទៅវិចស្អំចាវិចស្លឹកស្អំស្លឹកអីដាក់មកអូស្ត្រាលីហ្នឹងគឺដឹងតែធ្ងន់ហើយបងប្អូនអើយគេផាកធ្ងន់ហ្មងចឹងប្រាប់ជាដំណឹងចាប្រយ័ត្នប្រយែង